Ok, chúc ni videoថ្មីទៀតហើយហើយនេះហ្នឹងហើយធ្វើការជាមួយនឹងតាជនជាតិជប៉ុនគាត់និយាយទៅគាត់ស្រួលមួយយ៉ាងដែរហ្នឹងហើយគាត់ជួនទៅទិញអីហ្នឹងហើយចង់ហូបអីគាត់ប៉ាវដែរចឹងណាហើយឥឡូវនេះគឺកំពុងតែជិះទៅជាមួយគាត់ដើម្បីទៅញ៉ាំអាហារថ្ងៃត្រង់ហ្នឹងហើយព្រោះយើងដល់ម៉ោងសម្រាប់ហើយការងារយើងធ្វើព្រឹកមកពួកខ្ញុំមកបានថតអញ្ចឹងបានថតពេលដែលជិះទៅហូបអីហ្នឹងបាទហើយហូបអីក៏អត់បានថតដែរព្រោះហាងគេហ្នឹងគេនឹងឲ្យអត់ហ៊ានថតហ្នឹងហើយព្រោះយើងទៅថ្មីថ្មោងអត់តហ៊ានចូលថតដល់ក្នុងហាងគេអញ្ចឹងណាអើយមិញញ៉ាំចូលញ៉ាំអីទៅវិញញ៉ាំមីមិញហ្នឹងហើយឥឡូវយើងត្រឡប់ទៅកន្លែងការងារវិញហើយជិះកូនឡានមួយតែលក្ខហ្នឹងហើយឥឡូវយើងចេញដំណើរទៅកន្លែងធ្វើការវិញហើយហ្នឹងហើយព្រោះយើងបានញ៉ាំអាហារថ្ងៃត្រង់ហើយមិញបាទញ៉ាំមីហ្នឹងហើយដូចខ្ញុំបាននិយាយមុនវីដេអូហ្នឹងហើយមីនៅស្រុកគេគឺថាមានអីឆ្ងាញ់មួយយ៉ាងដែរថាហ្នឹងហើយអត់សូវហឹរទេហ្នឹងហើយអត់សូវថាចូលចិត្តហឹរគាត់ថានៅកម្ពុជាហើយគឺហ្នឹងហើយចូលចិត្តញ៉ាំហឹរបាទថៃក៏ដូចគ្នាដែរហ្នឹងហើយចំណែកខ្ញុំនេះផ្ទាល់តែម្ដងគឺបើហូបអីអត់មានន័យថាហឹរគឺដូចរឿងភ្លាវហ្នឹងហើយអញ្ចឹងប្រទេសគេមិញហ្នឹងចង់មកកឡហ្នឹងហើយដាក់ឯងចង់កន្លះកឡនេះប៉ុន្តែអត់ហឹរហ្នឹងហើយប្រទេសស្រុកគេឥឡូវតាគាត់ឈប់ទិញភេទជ្ជៈទៀតហើយហ្នឹងស៊ីបាត់ខរ៉ាមិនដែរខរ៉ាមិនដែរទីអីទេអូអូអត់ទិញអីអូយកដល់ទិញដល់មួយថ្ងៃហ្នឹងទិញចង់10ដងហើយមួយថ្ងៃជនជាតិជប៉ុនហ្នឹងហើយអូយមកហើយស្អីខ្លះអូខេឥឡូវយើងបានទិញអីរួចរាល់ហើយឥឡូវយើងបន្តដំណើរទៅកន្លែងការងារហ្នឹងហើយយើងជិះឡានបណ្ដើមើលទេសភាពបណ្ដើអញ្ចឹងណាហើយទេសភាពគេស្អាតមែនតើប្រទេសគេហ្នឹងហើយអត់មានសម្រាមទេហ្នឹងហើយនិយាយទៅគេផ្ដោតទៅលើកសម្រាមនឹងខ្លាំងមែនតើប្រទេសគេអត់មានន័យថាមើលទៅសងខាងផ្លូវឬក៏មុខផ្ទះមុខអីអត់មានទេទេសភាពគេស្អាតហើយរស់នៅក៏ស្អាតហ្នឹងហើយមួយទៀតគឺចូលចិត្តរស់នៅស្ងៀមស្ងាត់មែនតើហ្នឹងហើយអត់មានន័យថាអ៊ូអរទេហ្នឹងហើយខ្ញុំនៅផ្ទះកន្លែងខ្ញុំស្នាក់នៅក៏ស្ងាត់ក៏មកដល់កន្លែងនេះរឹតតែស្ងាត់ពីពួកអីគឺគេរស់នៅដោយភាពស្ងៀមស្ងាត់ចឹងណាហ្នឹងហើយអត់សូវចូលចិត្តអ៊ូអរដូចយើងនៅប្រទេសផ្សេងទេហ្នឹងហើយប្រទេសផ្សេងគឺឮបទចម្រៀងនាយគេចាក់ចឹងបាទនេះស្ងាត់ជាបហ្នឹងហើយឥឡូវយើងបត់ចូលទៅកន្លែងដែលយើងធ្វើការគឺផ្ទះទៅកែតែម្ដងហ្នឹងហើយធ្វើការថ្ងៃហ្នឹងគឺមករៀបចំជីមួយជក់ហ្នឹងហើយរៀបចំនេះគឺមក4នាក់ហ្នឹងហើយមួយថ្ងៃហ្នឹងរៀបចំបាទមានអីសម្ភារៈតិចតួចហើយពេលយើងរៀបចំហើយយើងជិះឡានហ្នឹងហើយជិះឡានមួយតាហើយលេងមើលទេសភាពចឹងណាបាទហើយយើងក៏មកដល់ទីតាំងហើយបាទឡានមុខគឺឡានម៉ូតូកែហ្នឹងហើយមិនមែនយើងមកធ្វើតែអត់មានតកែទេហ្នឹងហើយតកែមកមើលដែរចឹងណាបាទហើយនេះជាសម្ភារៈយើងហ្នឹងហើយដែលយើងត្រូវម៉ូលយកទៅបោះចោលហ្នឹងហើយជាការងារខ្ញុំការងាររៀបដាក់តែក្នុងឡានទៅមានតែស្អីឡើងឃ្លាំងដាក់អីវ៉ាន់រៀបតែហ្នឹងថ្ងៃហ្នឹងរៀបចំអីវ៉ាន់ទុកដាក់ឃ្លាំងអស់ការងារធ្វើបាទហើយបន្ទាប់ពីយើង
ធ្វើការបាទរៀបចំទុកដែរវាយវ៉ាន់ហើយឥឡូវនេះគឺយើងបានដល់ម៉ោងសម្រាប់ហើយហ្នឹងហើយនិយាយទៅសម្រាប់មុនម៉ោងរហូតបាទប្រហែលថ្ងៃនេះគឺចេញមុនម៉ោងរហូតបាទសម្រាប់ម៉ោង2ម៉ោង3ហើយតកែនោះក៏ចិត្តល្អចិត្តបានទៀតហ្នឹងហើយដាក់ឯងម៉ោងពេញ8ម៉ោងឲ្យរហូតអស់ត្រេលដែរហ្នឹងបាទសាក់ជោហ្នឹងហើយនិយាយទៅសំណាងដែរបានជួបតកែគាត់ចិត្តបានដែរអញ្ចឹងណាហ្នឹងហើយចិត្តល្អឥឡូវយើងឈប់ stop បន្តិចសិនចាំយើងបន្តដំណើរទៅមុខទៀតហ្នឹងហើយឈប់ stop នេះគឺអត់មានឡានទេប៉ុន្តែយើងត្រូវគោរពច្បាប់បាទតែអត់គោរពច្បាប់ហ្នឹងបលិសញ៉ាចឡើយហ្នឹងហើយនិយាយទៅសរសើរជនជាតិជប៉ុនបាទគឺគាត់គោរពច្បាប់យ៉ាងខ្ជាប់ខ្ជួនមែនតែនសូមសរសើរមែនតែនបាទមិនថាផ្លូវមានឡានឬក៏អត់ឡានទេហ្នឹងហើយផ្លូវទលាយ៉ាងម៉េចក៏ដោយឲ្យតែមានភ្លើង stop បាទគឺយើងត្រូវតែឈប់ជាដាច់ខាតបាទបើអត់ឈប់ទីគឺញែកហើយបាទប៉ូលីសមកនឹងតាមពីក្រោយឡើយបាទហើយជាពិសេសគឺកន្លែងផ្លូវរថភ្លើងបាទអត់មានរថភ្លើងឆ្លងកាត់ប៉ុន្តែឲ្យតែដល់ផ្លូវរថភ្លើងគឺឡានម៉ូតូកង់អីគឺត្រូវតែឈប់អឺតបន្តិចបាទដើម្បីជៀសវាងការមានគ្រោះថ្នាក់ហ្នឹងហើយនេះគឺជាភាសាថៃហាងថៃមិញហ្នឹងបាទហាងថៃប៉ុន្តែខ្ញុំមិនដែរចូលទេបាទនិយាយទៅម្ហូបថៃក៏ដូចម្ហូបខ្មែរដែរហ្នឹងហើយគឺជាស្តៀងគ្នាហើយក៏ចូលចិត្តហឹលហ្នឹងហើយអញ្ចឹងថ្ងៃណាមួយគឺនឹងចូលប៉ុន្តែឥឡូវគឺអត់ទាន់មានលុយចូលទេហ្នឹងហើយភ្នំឡើងចុះផ្លូវឡើងភ្នំផ្លូវឡើងចុះបាទព្រោះជិះលើភ្នំបាទចុះភ្នំឡើងភ្នំចុះភ្នំនិយាយទៅហ្នឹងហើយបានផ្លូវជាតិយោងព្រោះកន្លែងណាក៏មានផ្លូវកស៊ូដែរហ្នឹងហើយនិយាយទៅអត់មានបាក់តែធ្វើដំណើរថាខ្លាចគេហ៊ីកក៏ហុកអីចឹងទេហ្នឹងហើយនិយាយទៅដល់ទីណាក៏ផ្លូវកស៊ូដែរហ្នឹងហើយនៅប្រទេសជប៉ុនស្រួលធ្វើដំណើរស្រួលជិះប៉ុន្តែគ្រាន់តែពេលខ្លះវារៀងរលាក់បន្តិចណាហ្នឹងហើយប៉ុន្តែវាអត់ជាបញ្ហាទេហ្នឹងហើយឥឡូវនេះក៏ជិតដល់ផ្ទះកន្លែងស្នាក់នៅរបស់ខ្ញុំដែរបាទហើយយើងក៏ជិតដល់ផ្ទះដែរមើលឲ្យយើងជិះប្រហែលជាពីកន្លែងការងារមកខ្ទង់ប្រហែលជាជិត1ម៉ោងហ្នឹងហើយជិះទៅ1ម៉ោងមកជិះទៅប្រហែលជាជិត1ម៉ោងមកវិញជិត1ម៉ោងដូចគ្នាហ្នឹងហើយគ្រាន់តែយើងត្រូវងើបពីភ្លឺដើម្បីយើងត្រៀមខ្លួនបាទធ្វើបាយម្ហូបអីទៅធ្វើការបាទព្រួយយើងទៅធ្វើការយើងធ្វើម្ហូបខ្លួនឯងទេអត់មានតកែទិញឲ្យទេហ្នឹងហើយអញ្ចឹងត្រូវពិបាកឬងើបធ្វើម្ហូបខ្លួនឯងតិចហ្នឹងហើយនេះផ្លូវចូលផ្ទះហើយហ្នឹងហើយជិតដល់ផ្ទះហើយផ្លូវចូលផ្ទះគឺរៀងតូចតិចប៉ុន្តែសិតតែផ្លូវកស៊ូហ្នឹងហើយបាទហើយឥឡូវយើងក៏បានដល់ផ្ទះជាស្ថាពរហើយហ្នឹងហើយម្នាក់ហើយវាយវ៉ាន់ដល់ហើយនៅស្ពីពងជុំយ៉ាហ្នឹងហើយនឹងស្អីខ្លះនេះតកែឲ្យកង្ហាលឲ្យស្នប់សក់កង់អីខ្ចីហ្នឹងហើយហើយវីដេអូក៏មានតែប៉ុណ្្នឹងដែរបាទហើយសូមអរគុណចំពោះការតាមដានទាំងអស់គ្នាបាទហើយកុំភ្លេចជួយ like and subscribe ម្នាក់មួយផងដើម្បីជួយបានវីដេអូថ្មីទៅពេលក្រោយទៀតអូខេអរគុណច្រើនជំរាបលា